វិភាគរឿងខ្លានិងភេទពីររឿងនេះគឺខ្ញុំចង់លើកយកមកនិយាយទាក់ទងនៅក្នុងការអប់រំទាក់ទងនៅក្នុងការកាត់ក្តីទាក់ទងនៅក្នុងការពឹងពាក់អ្នកដទៃឲ្យគេជួយកាត់ក្តីឲ្យពឹងពាក់អ្នកដទៃដើម្បីឲ្យគេជួយរឿងប្រទេសជាតិឬអីហ្នឹងពឹងពាក់ប្រទេសជាតិខាងឲ្យជួយយើងគ្រាន់តែការឆ្លោះទើសតែងគ្នាបងប្អូនឯងយើងពឹងពាក់អ្នកដទៃឲ្យមកគឺយើងត្រូវខាត់បងអ្វីទៅឲ្យគេបានគេមកជួយយើងបើសិនតែគេមិនបានផលអីពីយើងគេក៏មិនជួយយើងដែរខ្ញុំលើករឿងនេះទាក់ទងនៅក្នុងភេ2ថ្ងៃមួយភេទាំងពីរហ្នឹងបានចាប់ត្រីនៅក្នុងបឹងប៉ុន្តែការចែកគ្នាមិនអាចស្រេចសោះភេមួយនិយាយថាខ្ញុំចង់បានក្បាលភេមួយទៀតក៏និយាយថាខ្ញុំចង់បានក្បាលដោយសារភេទាំងពីរហ្នឹងយល់ថាខាងក្បាលគឺមានសាច់ច្រើនជួនពេលនោះគឺខ្លានឹងឯងបានសួរភេទាំងពីរថាអ្នកនឹងជជែកគ្នារឿងអីហើយក៏ឈ្លោះគ្នារឿងអីហើយភេនឹងក៏បានប្រាប់ថាខ្ញុំចាប់បានត្រីមួយតែចែកគ្នាវាមិនដាច់ខ្លានោះបាននិយាយថាអញ្ចឹងមិនតែខ្ញុំអ្នកចែកខ្លានោះបានកាត់ត្រីជា3ចំណែកកាត់ក្បាលហើយនឹងកាត់កន្ទុយហើយខ្លាគេពោលថាខ្ញុំជាអ្នកចែកហត់ណាស់ខ្ញុំត្រូវយកកណ្ដាលហើយក្បាលហុចឲ្យភេទី1ហើយកន្ទុយហុចឲ្យភេទី2ហើយខ្លួនឯងកាន់យកចំណែកកណ្ដាលដើរចេញទៅក្រោយមកគឺភេទាំងពីរហ្នឹងគឺសោកស្ដាយទង្វើរបស់ខ្លួនឯងមិនគួរណាសោះហើយខ្លាអត់បានចាប់អីអត់បានប្រឹងប្រែងអីសោះស្រាប់តែបានផលចំណេញនឹងឯងច្រើនការសោកស្ដាយរបស់ភេទាំងពីរនោះគឺជាការអត់ប្រយោជន៍ហើយយើងតាកតូននៅក្នុងប្រទេសជាតិរបស់យើងដូចសម័យខ្ញុំលើកនិយាយអំពីនៅក្នុងសម័យប៉ុលពតអញ្ចឹងបងប្អូនយើងមិនទៅរកគ្នាយើងខ្ចីប្រទេសជាតិខាងហ្នឹងមកឲ្យជួយដោះស្រាយយើងគ្រាន់តែថាការឆ្លោះគ្នាបងប្អូនឯងយើងអាចសម្រួលគ្នាទៅមានជាបញ្ហាអីតែយើងទៅខ្ចីប្រទេសជាតិខាងឯងមកជួយដល់ពេលចុងបញ្ចប់អ្នកណាគេជាអ្នកបានចំណេញនៅលើទឹកដីយើងខ្ញុំថាគឺមានតែប្រទេសជាតិខាងយើងឯងជាអ្នកចំណេញនេះគឺយើងអាចវិភាគយើងអាចគិតពិចារណារឿងទាំងអស់ដែលយើងចែកមកហើយគឺវាកន្លងទៅហើយឲ្យវាផុតទៅតែនៅក្នុងបច្ចុប្បន្នបើសិនតែយើងមានចំនួនបែបហ្នឹងតែយើងនឹងឯងគួរទៅខ្ចីដៃប្រទេសជាតិខាងនឹងឯងមកជួយវែកញែកអត់ហើយភេទាំងពីរហ្នឹងដូចជាខ្មែរយើងទាំងពីរអញ្ចឹងខ្មែរឈ្លោះគ្នាអញ្ចឹងហើយសត្វខ្លាហ្នឹងដូចជាអ្នកប្រទេសជាតិខាងអញ្ចឹងយើងអាចពិចារណាអំពីប្រទេសជាតិរបស់យើងបើសិនតែយើងឆ្លោះគ្នាទៅតែបងប្អូនឯងយើងអាចសម្រួលគ្នាយើងអាចនិយាយគ្នាកុំដណ្ដើមគ្នាព្រោះយើងកាលណាដែលយើងឡើងទៅគ្រប់គ្រងគឺយើងគ្រប់គ្រងដើម្បីប្រទេសជាតិយើងមិនមែនគ្រប់គ្រងមិនមែនដើម្បីខ្លួនឯងទេមិនមែនដើម្បីប្រទេសអញទេអានេះគឺរឿងប្រទេសជាតិគឺជារឿងរោមគ្នាទាំងអស់ទាំងបងប្អូនទាំងខ្ញុំអ្នកណាមួយក៏ដោយឲ្យតែជាសាច់ឈាមរបស់ខ្មែរគឺជារឿងរោមគ្នាទាំងអស់ប្រទេសជាតិមានបញ្ហាយើងឯងត្រូវតែរួមសាមគ្គីគ្នាយើងត្រូវតែជួយគ្នាមិនមែនប្រទេសជាតិកំពុងតែមានបញ្ហាយើងបែរជាឆ្លោះទោះតែងគ្នាមិនសាមគ្គីគ្នាពេលដែលអស់ប្រទេសជាតិទៅសួរថាអ្នកណាមួយដែលបានរីកចម្រើនយើងសួរថាអ្នកណាមួយដែលបានរីកចម្រើនការយកឈ្នះចាញ់គ្នាដើម្បីប្រយោជន៍អីបើប្រទេសជាតិយើងឯងកំពុងតែដុនដាបប្រទេសជាតិរបស់យើងឯងកំពុងតែធ្លាក់ចុះហើយយើងយកការឈ្នះចាញ់គ្នាបានប្រយោជន៍អីដល់ពេលតែបាត់បង់ទឹកដីហើយបានចាប់ផ្ដើមស្ដាយក្រោយដូចសត្វភេទាំងពីរអញ្ចឹងចាប់ផ្ដើមស្ដាយក្រោយពេលដែលបាត់បង់ត្រីទៅបានតែក្បាលហើយនៅកន្ទុយមានសាច់អីចាប់ផ្ដើមស្ដាយក្រោយតែការស្ដាយក្រោយរបស់យើងបែបហ្នឹងគឺបានប្រយោជន៍អីមកអញ្ចឹងបងប្អូនខ្មែរទាំងអស់កុំចាំទឹកដល់ច្រមុះចាំស្ដាយក្រោយនៅខ្ញុំលើកនិយាយកន្លែងនេះមកដើម្បីជាការអប់រំជាចំណេះដឹងជាការកើនរំលឹកដល់ប្រជាជនខ្មែរទាំងមូលជាចុងក្រោយនេះខ្ញុំសូមអរគុណបងប្អូនទាំងអស់ដែលបានចូលស្ដាប់អំពីវីដេអូអប់រំរបស់ខ្ញុំបើខ្ញុំមានការវិភាគទៅខុសនៅកន្លែងណាសូមបងប្អូនអធិស្ឋានទាំងអស់គ្នា